สุดท้ายลงเอาหนังออกนี้ខ្ញុំឈ្មោះបញ្ញាថ្ងៃនេះដែរខ្ញុំចង់មកចែករំលែកពីការរៀនលេងចង្វាក់ pop បែប finger picking ម្ដងនៅក្នុងវីដេអូមុនខ្ញុំបានបង្រៀនបែប strumming រួចម្ដងហើយតែថ្ងៃនេះខ្ញុំបង្រៀនបែប finger picking ម្ដងpattern ចង្វាក់ pop picking មានដូចជា bass 3 2 3 1 3 2 3ម្ដងទៀត bass 3 2 3 1 3 2 3នៅក្នុងដែលយើងអាចរៀនលេងចង្វាក់បែប picking បានតម្រូវឲ្យយើងស្គាល់ដៃសិនដៃចង្អុលនេះគេហៅដៃទី1ដៃកណ្ដាលដៃទី2ដៃនេះដៃទី3ដៃកូនដៃទី4របៀបដាក់ដៃលើខ្សែវិញគឺមេដៃតម្រូវឲ្យកេះ3ខ្សែលើណា3ខ្សែលើនេះដៃចង្អុលគេខ្សែទី3ដៃកណ្ដាលគេខ្សែទី2ដៃនាងគេខ្សែទី1របៀបដាក់ដៃគឺយើងដាក់ផើលើនេះកុំដាក់ឆ្ងាយពេកដាក់ផើដូចក្នុងវីដេអូនេះផើចេះមកមេដៃចេះមកហ្នឹងហើយក្នុងការដែលយើងអាចលេងបានយើងតម្រូវឲ្យយើងទន្ទិញ pattern ឲ្យចាំសិនដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងយើងទន្ទិញថា bass 3 2 3 1 3 2 3យើងត្រូវតែទន្ទិញឲ្យចាំដើម្បីកុំឲ្យផ្លាត់ក្នុងការលេងថ្ងៃហ្នឹងខ្ញុំលើក4 chord ដដែលគឺ do la minor re minor និង sol យកមកបង្រៀនដើម្បីឲ្យឆាប់ងាយយល់ខ្ញុំនឹងលេងបណ្ដាហៅ pattern បណ្ដាខ្ញុំលេងចាប់ពីអាក័រ do ទៅបញ្ជាក់អាក័រ do ខ្សែបាសវាគឺខ្សែទី5 la minor ខ្សែបាសទី5 re minor ខ្សែបាសទី4 sol ខ្សែបាសទី6អញ្ចឹងខ្ញុំនឹងលេងបណ្ដាហៅ pattern បណ្ដាខ្ញុំលេងចាប់ពីអាក័រ do ទៅចាប់ដើម3 2 3 1 3 2 3 do ក័រ la minor 3 2 3 1 3 2 3 do ក័រ re minor 3 2 3 1 3 2 3 do ក័រ sol 3 2 3 1 3 2 3បញ្ជាក់បើអត់ទាន់យល់អាចសារវីដេអូហ្នឹងទៅក្រោយបានមើលមួយមើលតតែយល់ឥឡូវនេះខ្ញុំនឹងលេងបែបអត់ហៅអីទេខ្ញុំលេងទៅម្ដងអាក័រដូបានឃើញហើយគឺយើងលេងបែប slow បែបហ្នឹងបែបខ្ញុំលេងអំបញ្ញមិញនេះ slow កុំលេងលឿនពេកលេងលឿនពេកអត់ការទេអញ្ចឹងយើងលេង slow ពួកអីវាជាចង្វាក់ set វាមិនចង្វាក់សបាយទេគឺចង្វាក់ set យើងលេង slow អញ្ចឹងដែរវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនជាមិនទាន់យល់បញ្ជាក់ទៀតអាចសារវីដេអូទៅក្រោយបានអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើបានមើលហើយកុំភ្លេចជួយចុច followបើអត់ទាន់យល់អាច comment នៅវីដេអូខាងក្រោមខ្ញុំនឹងចេញវីដេអូប្រាប់ម្ដងទៀតអញ្ចឹងជួបគ្នានៅវីដេអូក្រោយ